បច្ច័យកពុទ្ធាបទានទី2ភាគទី6ព្រះបច្ច័យកពុទ្ធមានសិលបរិសុទ្ធមានប្រាជ្ញាបរិសុទ្ធល្អមានចិត្តតម្កល់មាំប្រកបរឿយៗនៅព្យាយាមជាគ្រឿងភ្ញាក់រលឹកអ្នកពិចារណានៅសង្ខារឃើញនៅធម៌ដ៏វិសេសដឹងច្បាស់នៅធម៌ដែលជាអង្គនៃមគ្គនិងពោឆង្គៈពួកជនជាអ្នកប្រាជ្ញាចម្រើននៅសុញ្ញត្តវិមោក្ខអបនិហេតវិមោក្ខនិងអនិមិត្តវិមោក្ខក្នុងសាសនានៃព្រះចិនស្រីហើយតែមិនសម្រេចនៅភាពជាសាវកទេពួកជនជាអ្នកប្រាជ្ញនោះគង់បានជាព្រះបច្ចេកពុទ្ធត្រាស់ដឹងឯងពួកជននោះជាអ្នកមានធម៌ដ៏ច្រើនមានធម្មកាយដ៏សម្បូរមានចិត្តជាធំឆ្លងនៅទុក្ខនិងអោខៈទាំងពួងមានចិត្តខ្ពង់ខ្ពស់ផុតជាអ្នកឃើញនៅប្រយោជន៍ដ៏ក្រៃលែងគឺព្រះនិព្វានមានឧបមាដូចសីហៈតែងប្រព្រឹត្តម្នាក់ឯងដូចកុយរមាព្រះបច្ចេកពុទ្ធទាំងឡាយជាបុគ្គលមានឥន្ទ្រីស្ងប់មានចិត្តស្ងប់ស្ងាត់មានចិត្តជាសមាធិប្រព្រឹត្តដោយប្រាជ្ញាចំពោះសត្វក្នុងទីបំផុតដែនដោយប្រទីបឆ្លោះបំភ្លឺក្នុងលោកខាងមុខនិងលោកនេះជាអ្នកប្រតិបត្តិដើម្បីប្រយោជន៍ដល់ពួកសត្វព្រះបច្ចេកពុទ្ធទាំងឡាយជាធំជាងជនលះកិលេសជាគ្រឿងរារាំងទាំងពួងហើយជាប្រទីបនៃលោកមានរស្មីដូចមាសដុំជាតក្ខិណីយបុគ្គលដ៏ល្អរបស់សត្វលោកដោយឥតសង្ស័យជាបុគ្គលសម្រេចដោយនិរោធិសមាបត្តិជារឿយសុភាសិតរបស់ព្រះបច្ចេកពុទ្ធទាំងឡាយរមែងប្រព្រឹត្តទៅក្នុងមនុស្សលោកព្រមទាំងទេវលោកពួកជនពីលណាស្ដាប់ហើយតែមិនបានធ្វើតាមសុភាសិតមានសភាសិតដូច្នេះទេពួកជនពីលនោះឯងរមែងធ្លាក់ទៅរងទុក្ខទាំងឡាយរឿយសុភាសិតរបស់ព្រះបច្ចេកពុទ្ធទាំងឡាយផ្អែមល្ហែមដូចទឹកឃ្មុំផ្លិតដែលហូរចុះពួកជនណាបានស្ដាប់ហើយប្រកបនៅសេចក្តីប្រតិបត្តិតាមយ៉ាងនោះពួកជននោះប្រកបដោយប្រាជ្ញារមែងឃើញសច្ចធម៌គាថាដ៏ខ្ពង់ខ្ពស់ណាដែលព្រះបច្ចេកពុទ្ធទាំងឡាយជាអ្នកឈ្នះកិលេសសម្ដែងហើយនោះព្រះសម្ពុទ្ធជាសីហៈក្នុងសក្យវង្សទ្រង់ខ្ពង់ខ្ពស់ជាងជនទ្រង់ចេញបព្វជិហើយបានប្រកាសទុក